ស្ដីនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកគ្នាអំពីរបៀបក្នុងការយក file ពី PowerPoint ដែលជា file PowerPoint ហ្នឹងទៅដាក់ចូលនៅក្នុង Canva ហើយបន្ទាប់មកយើងអាចធ្វើការកែអីបានធម្មតាអញ្ចឹងយើងទៅមើលវីដេអូនេះគ្នាដំបូងឡើយគឺអ្នកគ្នាត្រូវចុចយកកន្លែង Presentation Upload នេះមកបន្ទាប់មកយើងយក file នេះដែលជា PowerPoint ហ្នឹងយើងអូសមកតម្លាក់ចូលនៅក្នុងCanva ហ្នឹងមកយើងតម្លាក់ចូលនៅកន្លែងណាក៏បានឲ្យនៅក្នុង Canva ហ្នឹងតែឡើយយើងតម្លាក់ចូលហើយចឹងរងចាំមកវាដំណើរការអញ្ចឹងយើងឃើញថាfile ជា PowerPoint យើងដាក់ចូលក្នុង Canva ហ្នឹងវាបានដំណើរការជោគជ័យហើយអញ្ចឹងយើងសាកបើកមើលមកអញ្ចឹងនេះគឺជា file ដែលយើង design ជា PowerPoint បន្ទាប់មកយើង upload ចូលជា Canva អញ្ចឹងបើយើងចង់ apply ទាំងអស់ហ្នឹងយើងចុច apply all មកបន្ទាប់មកយើងរងចាំបន្តិចបន្ទាប់មកយើងអាចកែលើ content ទាំងអស់ហ្នឹងបានអញ្ចឹងងាយស្រួលមែនទែនពួកអ្នកខ្លះក៏អត់ចេះប្រើ PowerPoint ហ្នឹងទៅអាចយក file PowerPoint មកដាក់ Canva ហើយអាចកែបានព្រោះCanva ឡើងហើយវាមាន template ជាច្រើននៅក្នុងនោះអញ្ចឹងយើងងាយស្រួលក្នុងការធ្វើអ្នកដែលអត់ចេះពីយ៉ាងនេះគាត់អាចធ្វើបានអញ្ចឹងនឹងមានតែប៉ុណ្្នឹងទេបើគិតថាមានប្រយោជន៍អ្នកគ្នាអាចចុច Subscribe ហើយនិង Like មួយទៅអញ្ចឹងជួបគ្នានៅវីដេអូក្រោយបាយ